ជំរាបសួរស្វាគមន៍បងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូមួយនេះក្នុងថ្ងៃនេះខ្ញុំនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្គាល់តំបន់ទេសចរណ៍មួយកន្លែងដែលខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាភាគច្រើនធ្លាប់តែឮឈ្មោះហើយប៉ុន្តែអត់សូវមានអ្នកទៅដល់ទេហើយទីនោះមានឈ្មោះថាភូមិបាក់ព្រាហើយនៅពេលដែលយើងធ្វើដំណើរទៅនៅស្របតាមមាត់ស្ទឹងសងខាងយើងឃើញថាមានសត្វជាច្រើនប្រភេទមែនទែនដែលរស់នៅសងខាងផ្លូវដែលយើងធ្វើដំណើរទៅហ្នឹងហើយនៅពេលដែលយើងចូលមកដល់ក្នុងភូមិខ្ញុំសង្កេតឃើញថានៅទីនេះរៀងដាច់ឆ្ងាយពីគេបន្តិចមែនប៉ុន្តែក៏មានការអភិវឌ្ឍច្រើនសម្បូរបែបណាស់ដែរហើយអ្វីដែលពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះមានភាពរួសរាយរាក់ទាក់ស្នាមញញឹមពោពេញដោយក្តីស្រឡាញ់តែម្ដងនៅអត់តន់អស់ហើយក្រៅពីយើងជិះទូកមើលពីទិដ្ឋភាពនៅជុំវិញភូមិហើយយើងត្រូវទិញអីញ៉ាំឆ្ងាញ់ៗនៅលើទឹកហើយយើងក៏អាចបន្តដំណើរទៅមើលsunsetស្រាំខាងបាត់សត្វយំសម្រាប់បណ្ដែតអារម្មណ៍តាមធម្មជាតិហើយទាំងអស់នេះគឺថាលើសពីអ្វីដែលខ្ញុំបរិយាយអ្នកទាំងអស់គ្នាបានទៅដល់ផ្ទាល់បានដឹងថាអូនៅទីនេះក៏ជាកន្លែងមួយដែលយើងគួរតែចំណាយពេលមកស្នាក់នៅយប់សម្រាប់បរិយាអារម្មណ៍កាត់ភាពស្មុគស្មាញនៅទីនេះបានដូចគ្នានេះគ្រាន់តែជាផ្នែកតូចមួយដែលខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាចេញពីភូមិបាក់ព្រានិងមានចំណុចជាច្រើនទៀតដែលខ្ញុំអត់ទាន់បានសាកដូចគ្នាហើយមួយទៀតខ្ញុំជឿជាក់ថានៅក្នុងប្រទេសកម្ពុជាយើងសម្បូរតំបន់ទេសចរច្រើនមែនទែនទាំងខ្ញុំនិងអ្នកទាំងអស់គ្នាក៏អត់ដែលស្គាល់ដែរអញ្ចឹងហើយបើយើងមានពេលយើងគួរតែសាកល្បងអ្វីដែលថ្មីទៅកន្លែងដែលថ្មីបដូរបរិយាកាសពីបែបព្រៃភ្នំមកបែបសមុទ្រមកបែបទន្លេបែបស្ទឹងនិយាយទៅគឺឲ្យបានគ្រប់សន្តានឲ្យជីវិតយើងស្គាល់គ្រប់រសជាតិអញ្ចឹងណាហើយជាចុងក្រោយក៏អរគុណទៅដល់អ្នកទាំងអស់គ្នាដែលចំណាយពេលមើលវីដេអូមួយនេះទាំងអស់នេះគឺជារូបភាពខ្លះៗដែលខ្ញុំបានថតចេញពីភូមិបាក់ព្រាអញ្ចឹងណាហើយក៏ដូចនិយាយដែរអញ្ចឹងគឺអ្នកទាំងអស់គ្នាគួរតែសាកល្បងតំបន់នេះថ្មីជាពិសេសសាកមកភូមិបាក់ព្រានេះសាកមើលថាដោយអ្វីដែលខ្ញុំនិយាយអត់អូខេអរគុណច្រើនអរគុណមែនតើ